Nớ srok đạch già muối, khổngប្រទេសកម្ពុជាមានភូមិតូចមួយស្ថិតជាប់ព្រៃក្រាស់អ្នកភូមិនៅទីនោះតែងតែនិយាយតគ្នាអំពីខ្មោចមួយដែលគេហៅថាខ្មោចពស់ធំគេថារៀងរាល់យប់ថ្ងៃសិលឬយប់ជ្រៅដែលព្រះច័ន្ទរះស្រអាប់គេនឹងឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់សដើរយឺតតាមផ្លូវដីក្រហមពោះរបស់នាងធំខុសធម្មតាហើយភ្នែករបស់នាងសម្លឹងទៅមុខដោយគ្មានប្រពេចសំបីតែបណ្ដងខ្ញុំឈ្មោះវិសាលកាលនោះខ្ញុំមានអាយុ24ឆ្នាំខ្ញុំមិនជឿរឿងខ្មោចឡើយហើយគិតថាវាគ្រាន់តែជាពាក្យអាចារ្យរាមរបស់អ្នកភូមិប៉ុណ្ណោះយប់មួយខ្ញុំបានជិះម៉ូតូត្រឡប់ពីផ្ទះមិត្តភ័ក្តិពេលនោះម៉ោងប្រហែលជិត11យប់ផ្លូវស្ងាត់ណាស់ផ្លូវស្ងាត់មានតែសំឡេងចង្រិតយំនិងខ្យល់បក់តាមដើមឈើឮស្នូរខណៈកំពុងជិះមកដល់ក្បែរព្រៃចាស់មួយស្រាប់តែខ្ញុំឃើញស្ត្រីម្នាក់ឈរនៅកណ្ដាលផ្លូវនាងស្លៀកពាក់ពណ៌សនាងមានពោះធំហើយក្បាលរបស់នាងទម្លាក់ចុះក្រោមខ្ញុំបន្ថយល្បឿនហើយស្រែកសួរបងស្រីមានរឿងអីមែនទេនាងមិនឆ្លើយខ្ញុំកាន់តែចូលទៅជិតភ្លាមនាងងើបមុខឡើងភ្នែកទាំងពីរខ្មៅស្លេកគ្មានក្រសែភ្នែកហើយមាត់របស់នាងញញឹមវែងរហូតដល់ក្បែរត្រចៀកខ្ញុំស្ទើរតែជ្រុះបេះដូងខ្ញុំបើកម៉ូតូរត់យ៉ាងលឿនប៉ុន្តែពេលក្រឡេកមើលកញ្ចក់ក្រោយខ្ញុំឃើញនាងកំពុងរត់តាមពីក្រោយតែអ្វីដែលគួរឲ្យខ្លាចជាងនេះគឺជើងរបស់នាងមិនប៉ះដីទេនាងអណ្ដែតលើដីបន្តិចហើយល្បឿនកាន់តែលឿនឡើងខ្ញុំជិះម៉ូតូរត់រហូតដល់ជិតច្រកចូលភូមិស្រាប់តែម៉ូតូរលត់ម៉ាស៊ីនខ្ញុំខំប្រឹងធាក់ម៉ូតូប៉ុន្មានដងក៏មិនឆេះនៅក្រោយខ្នងខ្ញុំឮសំឡេងសើចស្រាលខ្ញុំងាកមើលស្ត្រីពូធំនោះឈរនៅពីក្រោយខ្ញុំត្រឹមតែ 2-3 ម៉ែត្រប៉ុណ្ណោះនាងលើកដៃសស្លេកស្លាំងឡើងហើយចង្អុលមកខ្ញុំបន្ទាប់មកពោះរបស់នាងចាប់ផ្ដើមកម្រើកដូចជាមានអ្វីមួយនៅខាងក្នុងកំពុងរើបំរាស់ដូចជាមានអ្វីមួយនៅខាងក្នុងកំពុងកម្រើកខ្ញុំឈរស្លន់ស្លោមិនអាចរត់បានភ្លាមនោះសាច់ពោះរបស់នាងបែកចេញយឺតហើយដៃតូចជាច្រើនបានលូនចេញពីក្នុងពោះនោះខ្ញុំស្រែកយ៉ាងខ្លាំងហើយដួលសន្លប់នៅកណ្ដាលផ្លូវពេលខ្ញុំភ្ញាក់ឡើងវិញគឺនៅក្នុងផ្ទះអ្នកភូមិមនុស្សចាស់ម្នាក់ប្រាប់ថាកាលពីជាច្រើនឆ្នាំមុនមានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ក្នុងព្រៃនោះដោយគ្មានអ្នកជួយចាប់តាំងពីពេលនោះមកវិញ្ញាណរបស់នាងតែងតែបង្ហាញខ្លួននៅពេលយប់ខ្ញុំមិនដឹងថារឿងដែលខ្ញុំបានឃើញជាការពិតឬក៏សុបិនអាក្រក់នោះទេប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំមិនដែលហ៊ានឆ្លងកាត់ផ្លូវព្រៃនោះតែម្នាក់ឯងនៅពេលយប់ទៀតឡើយហើយអ្នកភូមិខ្លះនៅតែអះអាងថាពេលយប់ស្ងាត់គេនៅតែឮសំឡេងស្ត្រីម្នាក់សើចពីក្នុងព្រៃអស់ជាច្រើនខែបន្ទាប់ពីហេតុការណ៍យប់នោះខ្ញុំបានព្យាយាមបំភ្លេចរឿងខ្មោចពូធំប៉ុន្តែអ្វីមិនអាចបញ្ចប់ដូចដែលខ្ញុំគិតទេរៀងរាល់យប់ខ្ញុំតែងសុបិនឃើញស្ត្រីពូធំនោះឈរនៅក្រោមដើមពោធិ៍ចាស់ក្នុងព្រៃនាងមិននិយាយអ្វីទេគ្រាន់តែសម្លឹងមកខ្ញុំដោយទឹកមុខសោកសៅមួយសប្តាហ៍ក្រោយមកខ្ញុំបានជួបតាចាស់ម្នាក់នៅក្នុងភូមិគាត់សួរខ្ញុំថាចៅបានឃើញស្ត្រីពូធំមែនទេខ្ញុំភ្ញាក់ផ្អើលព្រោះខ្ញុំមិនដែលប្រាប់រឿងនេះដល់អ្នកណាឡើយតាចាស់ដកដង្ហើមធំរួចនិយាយថាវិញ្ញាណនាងមិនមែនចង់សម្រាប់ចៅទេនាងកំពុងសុំជំនួយ
ខ្ញុំស្ដាប់ដោយសង្ស័យតាចាស់ប្រាប់ថាកាលពីជាង30ឆ្នាំមុនមានស្ត្រីក្រីក្រម្នាក់ឈ្មោះសុភាព នាងមានផ្ទៃពោះជិតគ្រប់ខែថ្ងៃមួយនាងបានបាត់ខ្លួនក្នុងព្រៃហើយគ្មានអ្នកណាដឹងថានាងស្លាប់ដោយរបៀបណាទេសាកសពរបស់នាងមិនដែលត្រូវបានរកឃើញឡើយយប់នោះខ្ញុំសម្រេចចិត្តទៅកាន់ព្រៃជាមួយតាចាស់និងអ្នកភូមិ3នាក់ទៀតយើងកាន់ពិលដើរចូលទៅក្នុងព្រៃដែលងងឹតស្ងាត់ឈឹងពេលទៅដល់ដើមពោធិ៍ចាស់ស្រាប់តែខ្យល់ត្រជាក់បក់ខ្លាំងមកធ្វើឲ្យខ្យងខ្នងរបស់ខ្ញុំរៀងព្រឺខ្ញាក់បន្តិចដែរសំឡេងស្ត្រីម្នាក់លាន់ឮពីចម្ងាយមកជួយខ្ញុំផងអ្នកទាំងអស់គ្នាចាប់ផ្ដើមស្លេកមុខតាចាស់ចង្អុលទៅគំនរដីមួយក្បែរដើមឈើយើងនាំគ្នាជីកដីនេះនៅទីនោះមិនយូរប៉ុន្មានក៏ប្រទះឃើញឆ្អឹងមនុស្សនិងគ្រឿងអលង្ការចាស់មួយចំនួននៅពេលនោះស្រាប់តែមានស្រមោលស្ត្រីពូធំបង្ហាញខ្លួននៅចន្លោះដើមឈើនាងមិនគួរឲ្យខ្លាចដូចមុនទៀតទេភ្នែករបស់នាងពោពេញដោយទុក្ខសោកសៅនាងសម្លឹងមកពួកយើងហើយញញឹមស្រាលបន្ទាប់មករូបរាងរបស់នាងចាប់ផ្ដើមរសាត់បាត់នៅក្នុងខ្យល់រាត្រីមុននឹងបាត់ទាំងស្រុងខ្ញុំបានឮសំឡេងមួយយ៉ាងស្រាលអរគុណប៉ុន្តែនៅពេលយើងគិតថាអ្វីបានបញ្ចប់ហើយស្រាប់តែអ្នកភូមិម្នាក់ដែលជីកដីជាមួយយើងបានរកឃើញក្រដាសចាស់មួយនៅក្រោមឆ្អឹងនៅលើក្រដាសនោះមានឈ្មោះ4នាក់មានឈ្មោះមនុស្ស4នាក់ហើយឈ្មោះទី1គឺជាឈ្មោះតាចាស់ដែលកំពុងឈរក្បែរខ្ញុំងាកទៅមើលគាត់ភ្លាមតែតាចាស់នោះបានបាត់ខ្លួនទៅហើយខ្ញុំឈរសម្លឹងរកមើលតាចាស់ជុំវិញដោយភាពភ័យខ្លាចតាចាស់ដែលនៅឈរក្បែរខ្ញុំមួយផ្លេតមុនបានបាត់ខ្លួនទៅដោយគ្មានដានអ្នកភូមិដែលមកជាមួយខ្ញុំក៏ចាប់ផ្ដើមភ័យដែរខ្ញុំរើសក្រដាសចាស់មកមើលឲ្យច្បាស់ក្រៅពីឈ្មោះតាចាស់មានឈ្មោះបរិសុទ្ធ3នាក់ទៀតនៅខាងក្រោមមានអក្សរដោយទឹកខ្មៅស្រាប់ថាអ្នកដែលទុកឲ្យខ្ញុំស្លាប់ក្នុងព្រៃអ្នកទាំងអស់គ្នាស្ងៀមស្ងាត់ភ្លាមនោះអ្នកភូមិម្នាក់ស្រែកឡើងថាខ្ញុំធ្លាប់ឮជីតាខ្ញុំនិយាយថាមានមនុស្ស4នាក់បាននាំស្ត្រីមានផ្ទៃពោះម្នាក់ទៅក្នុងព្រៃពាក្យនោះធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរយើងសម្រេចចិត្តយកឆ្អឹងរបស់ស្ត្រីនោះទៅធ្វើបុណ្យតាមប្រពៃណីប៉ុន្តែយប់នោះខ្ញុំបានសុបិនម្ដងទៀតក្នុងសុបិនខ្ញុំឃើញស្ត្រីពោះធំនោះឈរនៅមាត់ត្រាស់ទឹកចាស់មួយនៅក្នុងព្រៃនាងមិនយំមិនសើចនាងគ្រាន់តែចង្អុលទៅក្នុងទឹកពេលខ្ញុំសម្លឹងចុះទៅខ្ញុំឃើញមុខមនុស្ស4នាក់ឆ្លោះនៅក្នុងទឹក3នាក់ជាមនុស្សដែលខ្ញុំមិនស្គាល់តែម្នាក់ទៀតគឺខ្ញុំភ្ញាក់ពីដំណេកទាំងញើសជោកខ្លួនចាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្ដើមស៊ើបអង្កេតរឿងនេះក្រោយពេលសួរចាស់ក្នុងភូមិជាច្រើនអ្នកទើបខ្ញុំដឹងថាពិតជាគួរឲ្យរន្ធត់មួយខ្ញុំដឹងការពិតជាគួរឲ្យសង្វេគណាស់តាចាស់ដែលបានជួយខ្ញុំនោះមិនមែនជាមនុស្សរស់ទេគាត់បានស្លាប់តាំងពី10ឆ្នាំមុនមកហើយអ្នកភូមិគ្រប់គ្នាស្គាល់រឿងនេះខ្ញុំស្លន់ស្លោមិនជឿប៉ុន្តែនៅពេលទៅភ្នោគេបង្ហាញភ្នោរបស់គាត់ខ្ញុំស្ទើរតែដួលសន្លប់រូបថតនៅលើភ្នោគឺជាតាចាស់ដែលខ្ញុំបាននិយាយជាមួយរាល់ថ្ងៃហើយនៅពេលនោះខ្ញុំចាប់ផ្ដើមយល់ថាប្រហែលជាវិញ្ញាណរបស់គាត់កំពុងព្យាយាមជួយស្ត្រីពោះធំឲ្យរកយុត្តិធម៌ហើយមើលទៅប៉ុន្តែសំណួរមួយនៅតែដកជាប់ក្នុងចិត្តខ្ញុំហេតុអ្វីបានជាមុខរបស់ខ្ញុំបង្ហាញនៅក្នុងទឹកស្រះក្នុងសុបិននោះហើយតើខ្ញុំមានទំនាក់ទំនងអ្វីជាមួយរឿងដែលបានកើតឡើងកាលពី30ឆ្នាំមុននៅជួបបន្ទាប់ខណៈកំពុងអង្គុយម្នាក់ឯងក្នុងផ្ទះស្រាប់តែមានសំឡេងគោះទ្វារតុកតុកតុកពេលខ្ញុំបើកទ្វារគ្មាននរណាម្នាក់ទេប៉ុន្តែនៅលើដីមានក្រដាសចាស់មួយសន្លឹកនៅក្រដាសនោះមានប្រយោគមួយប៉ុណ្ណោះ
ចៅប្រុសរបស់គេទីបំផុតបានត្រឡប់មកវិញហើយដៃរបស់ខ្ញុំញ័រពេលអានក្រដាស់នោះចៅប្រុសរបស់គេទីបំផុតត្រឡប់មកវិញហើយខ្ញុំមិនយល់ថាមានន័យអ្វីទេថ្ងៃបន្ទាប់ខ្ញុំបានយកក្រដាស់នោះទៅសួរយាយរបស់ខ្ញុំពេលគាត់ឃើញអក្សរនោះមុខរបស់គាត់ប្រែជាស្លេកនិងមានការភ័យយាយរបស់ខ្ញុំក៏បាននិយាយថាកុំសួររឿងនេះទៀតអីវិសាលយាយនេះយាយទាំងសំលេងញ័រតែខ្ញុំមិនព្រមឈប់ទេក្រោយការសួរដេញដោលជាច្រើនទីបំផុតយាយក៏ប្រាប់ការពិតកាលពីជាង30ឆ្នាំមុនជីតារបស់ខ្ញុំនិងប៉ាក់ពួក3នាក់ទៀតបានចោទស្ត្រីមានផ្ទៃពោះថាចេះអំពើអាក្រក់ពួកគេបានដេញនាងចេញពីភូមិហើយទុកឲ្យនាងនៅក្នុងព្រៃតែម្នាក់ឯងទាំងនាងកំពុងឈឺពោះសម្រាលកូន2-3ថ្ងៃក្រោយមកនាងបានស្លាប់ចំណែកជីរក់ក្នុងផ្ទះក្នុងផ្ទៃក៏មិនអាចរស់បានដែរពេលខ្ញុំឮដូច្នេះបេះដូងខ្ញុំហាក់ដូចជាចង់ធ្លាក់ចុះមានការសង្វេគនិងអាណិតជាខ្លាំងខ្ញុំទើបដឹងថាមូលហេតុដែលខ្មោចពូធំតាមរកខ្ញុំមិនមែនដោយសារខ្ញុំបានឃើញនាងទេប៉ុន្តែដោយសារខ្ញុំជាចៅប្រុសរបស់មនុស្សដែរម្នាក់ដែលពាក់ព័ន្ធនឹងការស្លាប់របស់នាងយប់នោះខ្ញុំសបិនឃើញនាងម្ដងទៀតនាងឈរនៅក្រោមដើមពោធិ៍ដដែលតែលើកនេះនាងនិយាយមកខ្ញុំជាលើកដំបូងខ្ញុំមិនចង់សងសឹកទេខ្ញុំសម្លឹងមើលនាងទាំងទឹកមុខភ្ញាក់ផ្អើលនាងបន្តថាខ្ញុំគ្រាន់តែចង់ឲ្យការពិតត្រូវបានគេដឹងភ្លាមនោះស្មោក្មេងតូចម្នាក់បានលេចឡើងក្បែរនាងក្មេងនោះកាន់ដៃនាងយ៉ាងជិតបន្ទាប់មកទាំងពីរនាក់បានញញឹមមកខ្ញុំជាលើកដំបូងខ្ញុំមានអារម្មណ៍ភ័យទេខ្ញុំមានអារម្មណ៍ថាសោកសង្រេងនៅព្រឹកបន្ទាប់ខ្ញុំបានប្រាប់រឿងពិតដល់អ្នកភូមិទាំងអស់ពួកគេនាំគ្នាធ្វើពិធីឧទ្ទិសកុសលនិងសង់ទីកន្លែងរលឹកតូចមួយនៅជិតដើមពោធិ៍ក្នុងព្រៃចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញខ្មោចពស់ធំទៀតឡើយប៉ុន្តែអ្នកភូមិខ្លះនៅតែនិយាយតគ្នាថានៅយប់ដែលព្រះច័ន្ទពេញបួងពេលខ្យល់បក់តិចកាត់ព្រៃចាស់នោះគេអាចឮសំឡេងស្ត្រីម្នាក់និយាយយ៉ាងស្រាលថាអរគុណហើយនៅជាមួយសំឡេងនោះមានសំឡេងក្មេងតូចសើចលេងយ៉ាងសប្បាយរីករាយកន្លងផុតទៅជាយូរបើទោះបីជាអ្នកភូមិលែងឃើញខ្មោចពស់ធំទៀតក៏ដោយក៏នៅមានរឿងមួយដែលគ្មានអ្នកណាអាចពន្យល់បាន5ខែក្រោយពីរឿងគ្រប់យ៉ាងស្ងប់ស្ងាត់ខ្ញុំបានត្រឡប់ទៅដើមពោធិ៍ក្នុងព្រៃម្ដងទៀតខ្ញុំបានយកផ្កានិងធូបទៅដាក់កន្លែងរំលឹកដែលអ្នកភូមិបានសាងសង់ឲ្យនាងពេលមេឃចាប់ដើមងងឹតខ្ញុំក៏រៀបចំត្រឡប់មកវិញតែពេលដើរចេញមកបន្តិចស្រាប់តែខ្ញុំឮសំឡេងក្មេងតូចម្នាក់នៅពីក្រោយពូខ្ញុំងាកមើលភ្លាមមានក្មេងប្រុសម្នាក់អាយុប្រហែល5ឆ្នាំឈរនៅចន្លោះដើមឈើគាត់ស្លៀកពាក់សម្លៀកបំពាក់សហើយញញឹមមកខ្ញុំសួរឯងជានរណាក្មេងនោះមិនឆ្លើយទេគ្រាន់តែលើកដៃចង្អុលទៅព្រៃពេលខ្ញុំសន្លឹងតាមដៃគាត់ខ្ញុំឃើញខ្ទមចាស់បាក់បែកមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុនខ្ញុំដើរទៅជិតដោយចិត្តចង់ដឹងប៉ុន្តែងាកមកវិញក្មេងនោះបាត់ទៅហើយនៅក្នុងខ្ទមចាស់នោះខ្ញុំបានឃើញប្រអប់ឈើតូចមួយនៅក្នុងប្រអប់មានរូបថតចាស់មួយសន្លឹករូបថតនោះជារូបស្ត្រីពស់ធំដែលខ្ញុំធ្លាប់ឃើញក្នុងសុបិនប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំស្ទើរតែទម្លាក់រូបថតចោលគឺក្មេងប្រុសតូចម្នាក់ដែលឈរនៅក្បែរនាងក្នុងរូបនោះគាត់មានមុខមាត់ដូចក្មេងដែលខ្ញុំទើបជួបនៅក្នុងព្រៃគ្មានខុសនៅខាងក្រោយរូបថតមានអក្សរសរសេរថាម្ដាយនិងកូនដែលមិនបានវិលត្រឡប់ទៅផ្ទះវិញខ្យល់ត្រជាក់មួយបានបក់កាត់ខ្ទមខ្ញុំមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងឈរនៅពីក្រោយខ្នង
ពេលខ្ញុំងាកមើលគ្មាននរណាម្នាក់ទេមានតែសំឡេងខ្យល់បក់កាត់ព្រៃនិងសំឡេងក្មេងតូចសោចយ៉ាងស្រាលពីចម្ងាយហាក់ដូចជាវិញ្ញាណទាំងពីរបានរកឃើញសេចក្តីសុខជារៀងរហូតរឿងនេះក៏បានចប់ត្រឹមតែប៉ុណ្ណេះ